កំបាំងត្រីសួតអាហ្វ្រិកដ៏អស្ចារ្យបំផុតតើអ្នកធ្លាប់គិតទេថាមានត្រីដែលអាចរស់នៅដោយគ្មានទឹកបានរហូតដល់4ឆ្នាំដែរឬទេជាទូទៅប្រសិនបើដកត្រីឲ្យឃ្លាតពីទឹកតែប៉ុន្មាននាទីវានឹងត្រូវស្លាប់ជាក់ជាមិនខានឡើយប៉ុន្តែនៅលើទឹកដីដ៏ក្តៅហួតហែងនៃទ្វីបអាហ្វ្រិកមានសត្វចម្លែកមួយប្រភេទដែលអាចបំបែកច្បាប់ធម្មជាតិទាំងស្រុងវាអាចដកដង្ហើមលើគោកអាចដេកលក់ក្នុងដីឥដ្ឋដែលរឹងដូចជាថ្មហើយរងចាំទឹកភ្លៀងមកដល់ដោយមិនចាំបាច់ស៊ីអ្វីទាំងអស់ក្នុងរយៈពេលរាប់ឆ្នាំស្វាគមន៍មកកាន់ពិភពដ៏អស្ចារ្យរបស់ត្រីសួតអាហ្វ្រិកសត្វដែលរស់រានមានជីវិតដ៏អស្ចារ្យបំផុតនៅលើភពផែនដីកំបាំងនៃរាងកាយនិងការវិវត្តត្រីសួតអាហ្វ្រិកមិនមែនជាត្រីធម្មតាឡើយពួកវាជាផូស៊ីលមានជីវិតដែលមានវត្តមាននៅលើផែនដីនេះតាំងពីមុនសម័យដៃណូស័រទៅទៀតដែលធ្វើឲ្យវាពិសេសខុសពីត្រីដទៃគឺវាមានសួតដូចមនុស្សយើងដែរនៅពេលវាហាយក្នុងទឹកវាក៏អាចក្បាលមកដកដង្ហើមយកចោលអាកាសនៅខាងលើជាប្រចាំប៉ុន្តែភាពអស្ចារ្យពិតប្រាកដចាប់ផ្ដើមឡើងនៅពេលដែលរដូវប្រាំងគួរឲ្យខ្លាចមកដល់នៅពេលដែលបឹងបួរនិងវាភក់នានានៅអាហ្វ្រិកចាប់ផ្ដើមរីងស្ងួតរហូតដល់ដីបែកប្រេះសកាត្រីដទៃទៀតត្រូវបានស្លាប់អស់ប៉ុន្តែសម្រាប់ត្រីសួតវាចាប់ផ្ដើមប្រើព្រួយរបស់វាក៏កាយដីឥដ្ឋជ្រៅទៅក្រោមនៅពេលត្រីសួតវាជ្រមុជខ្លួនចូលទៅក្នុងដីឥដ្ឋវាលេបដីឥដ្ឋចូលតាមមាត់រួចរុញដីឥដ្ឋទាំងអស់នោះឲ្យធ្លាយចេញមកក្រៅវិញតាមប្រហោងស្រកីរបស់វាដើម្បីកាយដីឲ្យទៅជាប្រហោងเทคนิคបង្កើតសម្បុកដកដង្ហើមក្នុងដីនៅពេលចូលទៅក្នុងដីហើយខ្លួនប្រាណរបស់វាចាប់ផ្ដើមបញ្ចេញជាតិរំអិលពិសេសម្យ៉ាងមកស្រោបជុំវិញខ្លួនបង្កើតបានជាកម្រោងការពារដូចជាសម្បុកដង្កូវនាងអញ្ចឹងកម្រោងនេះជួយរក្សាសំណើមមិនឲ្យសាច់របស់វាស្ងួតអ្វីដែលវារក្សាទុកគឺមានតែប្រហោងតូចមួយត្រង់មាត់ដើម្បីដកដង្ហើមយកអុកស៊ីហ្សែនដែលជ្រាបតាមប្រហោងដីនោះតែប៉ុណ្ណោះបន្ទាប់មកវានឹងចូលក្នុងស្ថានភាពម្យ៉ាងដែលវិទ្យាសាស្ត្រហៅថា estivation ការសង្ងំស្ងៀមក្នុងរដូវប្រាំងវានឹងបញ្ឈប់ការធ្វើចលនាទាំងអស់បន្ថយចង្វាក់បេះដូងមកត្រឹមកម្រិតទាបបំផុតខួរក្បាលនិងរាងកាយរបស់វាស្ទើរតែឈប់ដំណើរការទាំងស្រុងវាប្រើប្រាស់ធម្មពលតិចតួចបំផុតដោយបំលែងសាច់ដុំខ្លួនឯងមកជាអាហារវាអាចដេកក្នុងដីឥដ្ឋដ៏ក្តៅហួតហែងនិងរឹងដូចជាថ្មបែបនេះបាន1ឆ្នាំ2ឆ្នាំឬរហូតដល់4ឆ្នាំសូម្បីតែអ្នកស្រុកក្នុងតំបន់ទៅជីកដីយកដីឥដ្ឋទាំងនោះមកធ្វើជាជញ្ជាំងផ្ទះក៏មានត្រីនេះជាប់នៅក្នុងនោះដែរដោយមិនដឹងខ្លួនការភ្ញាក់ដឹងខ្លួននិងការសន្និដ្ឋាន